នេះវាមួយទៅគឺមានសារៈសំខាន់ខ្លាំងណាស់មិនអាចខ្វះបានទេនៅក្នុងសមរភូមិប្រយុទ្ធហើយគឺមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់កងទ័ពជើងទឹកចំពោះនាវាចម្បាំងនិងនាវាដឹកយន្តហោះគឺបាកាសវាប្រហារនៅពីលើទឹកចំណែកឯនាវាមួយទឹកវិញគឺបាកាសវាប្រហារពីក្រោមទឹកតែម្ដងមិនដូចជានាវាចម្បាំងឬក៏នាវាដឹកយន្តហោះនោះទេដែលយើងអាចមើលឃើញនឹងភ្នែកឬក៏មើលទៅតាមរយៈកាវយិត្តបានក៏ប៉ុន្តែនាវាមួយទឹកនេះគឺស្ថិតនៅក្រោមទឹកតែម្ដងដោយគេប្រើប្រាស់ប្រព័ន្ធចាប់សញ្ញាមួយដើម្បីតាមដាននាវាមួយទឹកប្រសិនមកប្រទេសណាមួយមិនមានប្រព័ន្ធចាប់សញ្ញាដ៏ទំនើបសម្រាប់តាមដាននាវាមួយទឹកទេប្រកាសជាសោយហើយអ្នកទាំងអស់គ្នាប្រទេសនោះឯងប្រកាសជាខ្លាយទៅជាគោលដៅនៃការវាយប្រហារពីសំណាក់សត្រូវបានយ៉ាងងាយស្រួលបំផុតរីឯនាវាមួយទឹកនេះវិញគឺមានពីរប្រភេទអ្នកទាំងអស់គ្នាទី1គឺនាវាមួយទឹកដើរដោយធម្មពលប្រេងម៉ាស៊ូតធម្មតារីឯទី2ហ្នឹងគឺដើរដោយធម្មពលនុយក្លេអ៊ែរដែលយើងនឹងស្រាប់ហើយអ្នកទាំងអស់គ្នាថានុយក្លេអ៊ែរហ្នឹងគឺវាយ៉ាងម៉េចគឺវាទំនើបបើកដំណើរការនៅក្រោមទឹកស្ងាត់ល្អស្ថិតនៅក្រោមទឹកបានយូរនិងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបជាច្រើនទៀតដោយឃើញពីសារៈសំខាន់មិនអាចខ្វះបានពីនាវាមួយទឹកបែបនេះឯងទើបអូស្ត្រាលីសម្រេចចិត្តទិញនាវាមួយទឹកចំនួន3គ្រឿងពីសហរដ្ឋអាមេរិកបន្ទាប់ពីពិចារណាអស់រយៈពេល5ខែកន្លងមកនេះទីបំផុតសហរដ្ឋអាមេរិកក៏ព្រមលក់នាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែរ Virginia Class ចំនួន3គ្រឿងឲ្យទៅកាន់ប្រទេសអូស្ត្រាលីយោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថាដំណើរការនៃការលក់នេះគឺនឹងត្រូវចាប់ផ្ដើមនៅឆ្នាំ2032ខាងមុខហើយនឹងត្រូវធ្វើឡើងក្នុងរយៈពេល15ឆ្នាំដែលស្ថិតនៅក្រោមកតិកាសញ្ញាសន្តិសុខ AUKUS ដែលមានសហរដ្ឋអាមេរិកអូស្ត្រាលីនិងចក្រភពអង់គ្លេសជាដៃគូលោក San Panel អ្នកនាំពាក្យមន្ទីរបញ្ចការបានឲ្យដឹងថាកិច្ចព្រមព្រៀងលក់ដូរនេះគឺធ្វើឡើងគឺស្របទៅតាមគោលនយោបាយ America First របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជាមួយគ្នានេះផងដែររដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្ត្រាលីបានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថានឹងនាំមកនូវការអភិវឌ្ឍក្នុងរយៈពេល30ទៅ40ឆ្នាំខាងមុខទៀតយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Economic Times បានឲ្យដឹងថាស្ថិតនៅក្រោមផែនការ AUKUS នេះដែលប្រកាសឡើងកាលពីឆ្នាំ2023កន្លងទៅដោយអាមេរិកគឺត្រូវតម្រូវឲ្យលក់នាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែរ Virginia Class នេះជាច្រើនគ្រឿងទៅកាន់ប្រទេសអូស្ត្រាលីក្រោយមកចក្រភពអង់គ្លេសនិងអូស្ត្រាលីនឹងចាប់ដៃគ្នាសាងសង់នាវាមួយទឹកថ្មីដោយប្រើប្រាស់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកអូស្ត្រាលីនឹងផ្ដល់ប្រាក់ចំនួន$240,000 លានសហរដ្ឋអាមេរិកនៅក្នុងរយៈពេល30ឆ្នាំសម្រាប់កម្មវិធីនេះដែលនៅក្នុងនោះគឺការវិនិយោគប្រាក់ចំនួនរាប់ពាន់លាន$សហរដ្ឋអាមេរិកនេះនឹងចាក់បញ្ចូលទៅក្នុងសង្វាក់ផលិតកម្មនាវាមួយទឹករបស់សហរដ្ឋអាមេរិកការទិញនាវាមួយទឹកពីសំណាក់អូស្ត្រាលីនេះគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់អូស្ត្រាលីដើម្បីកែលម្អសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួននៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកជាពិសេសគឺដើម្បីប្រឆាំងតទល់ជាមួយនឹងឥទ្ធិពលរបស់ប្រទេសចិន។